ជម្រាបសួរប្រិយមិត្តទាំងអស់គ្នាដែលតែងតែតាមដាននៅ channel របស់ខ្ញុំតបពីការបាត់មករយៈពេលយ៉ាងយូរយ៉ាងខ្ញុំនឹងវិលត្រឡប់មកម្ដងទៀតជាមួយនឹងនាំអ្វីដែលថ្មីសម្រាប់ការផ្ដល់ចែករំលែកជាផ្នត់គំនិតឬក៏ជាតាមរយៈការអានសៀវភៅផ្សេងៗឬជាការស្រាវជ្រាវផ្សេងៗហើយវីដេអូដំបូងបន្ទាប់ពីការបាត់មុខមួយរយៈពេលនេះខ្ញុំនឹងបន្តអាននៅសៀវភៅមួយក្បាលដែលបន្តបានបញ្ចប់គឺសៀវភៅ100គតិបណ្ឌិតដើម្បីទទួលបានជោគជ័យហើយសម្រាប់និទានទី72ហ្នឹងគឺមានចំណងជើងថាព្យាយាមឲ្យអស់ពីសមត្ថភាពមិនស្មើនឹងចិត្តខ្នះខ្នែងឡើយនិទានហ្នឹងគឺស្ដីអំពីប៉ុន្មានឆ្នាំមុនហ្នឹងគឺមានក្រុមអ្នកផ្សងព្រេងពិភពលោកមួយក្រុមបានឡើងលើភ្នំខាងជើងនៃភ្នំម៉ាធឺហើយមុនពេលនោះដែរគឺអត់មាននរណាម្នាក់ដែលអាចឡើងភ្នំហ្នឹងបានទៀតទេដោយសារតែវាខ្ពស់ហើយអ្វីដែលសំខាន់មនុស្សចំនួន3ទៅ4នាក់មានការចង់ឡើងភ្នំហ្នឹងឲ្យបានដល់ហើយពេលហ្នឹងដែរអ្នកកសែតគាត់ក៏បានធ្វើការបទសម្ភាសន៍ទៅដល់អ្នកដែលផ្សងព្រេងទាំងអស់ហ្នឹងទីមួយអ្នកកសែតហ្នឹងសួរទៅកាន់អ្នកផ្សងព្រេងម្នាក់ក្នុងចំណោមអ្នកទាំងប៉ុន្មានអ្នកហ្នឹងតើលោករៀបចំឡើងភ្នំម៉ាធឺខាងជើងនឹងមែនទេហើយគេក៏ឆ្លើយតបថាខ្ញុំនឹងព្យាយាមឲ្យអស់ពីសមត្ថភាពហើយអ្នកកសែតក៏បានសួរទៅកាន់អ្នកទី2ថាតើលោករៀបចំឡើងភ្នំម៉ាធឺខាងជើងមែនទេអ្នកផ្សងព្រេងក៏ឆ្លើយតបថាខ្ញុំនឹងប្រឹងឲ្យអស់ពីកម្លាំងហើយពេលហ្នឹងអ្នកកសែតក៏បានសួរទៅអ្នកទី3ថានឹងឡើងភ្នំម៉ាធឺដែរមែនទេអ្នកទី3ហ្នឹងក៏ឆ្លើយតបថាខ្ញុំនឹងបញ្ចេញឲ្យអស់ពីកម្លាំងកាយចិត្តចុងក្រោយអ្នកកសែតហ្នឹងក៏បានសួរទៅយុវជនអាមេរិកម្នាក់ហើយគាត់ហ្នឹងក៏ឆ្លើយសំណួរមួយគឺគាត់ឆ្លើយថាខ្ញុំនឹងឡើងអញ្ចឹងបើយើងមើលប្រៀបធៀបទៅនឹងចម្លើយអ្នកទាំង4ហ្នឹងគឺទី1គឺខ្ញុំនឹងព្យាយាមអស់ពីសមត្ថភាពទី2ខ្ញុំនឹងប្រឹងឲ្យអស់ពីកម្លាំងហើយទី3ហ្នឹងគឺខ្ញុំនឹងបញ្ចេញឲ្យអស់ពីកម្លាំងកាយចិត្តប៉ុន្តែអ្វីដែលឆ្លើយអាចតែប្លែកខុសពីគេគឺយុវជនអាមេរិកហ្នឹងគាត់ថាខ្ញុំនឹងឡើងហើយជាលទ្ធផលក្នុងចំណោមអ្នកទាំង4ហ្នឹងគឺមានតែម្នាក់ទេដែលអាចឡើងបានគឺយុវជនដែលជាជនជាតិអាមេរិកហ្នឹងគាត់ឡើងរួចហើយដោយសារតែគេនឹកសម័យខ្លួនឯងហ្នឹងបានឡើងទៅដល់ភ្នំខាងជើងហ្នឹងហើយអញ្ចឹងបានជាគេអាចឡើងទៅដល់នេះវាអត់ខុសពីការតាំងចិត្តរបស់គេទេគឺព្យាយាមអស់ពីសមត្ថភាពមិនស្មើនឹងចិត្តខ្នះខ្នែងទេហើយសម្រាប់ពិធីជោគជ័យដែលជាចំណុចចុងក្រោយនៃអត្ថបទនេះគឺគេរៀបរាប់ថាមិនថាពួកយើងចង់ស្វែងរកការងារមួយដែលប្រសើរឬក៏ចង់បង្កើតវត្ថុធាតុនៃទ្រព្យសម្បត្តិឲ្យកាន់តែចម្រើនឬក៏ចង់បានជារៀងរហូតទេឬក៏ជាសុភមង្គលនៃអាពាហ៍ពិពាហ៍ក៏ដោយនៅពេលមុនសម្រេចមួយបំណងគឺពួកយើងត្រូវនឹកគិតថាពួកយើងបានធ្វើចំណុចមួយនេះរួចស្រេចទៅហើយអញ្ចឹងបើយើងត្រឡប់ទៅនឹងយុវជនរបស់អាមេរិកវិញគឺគាត់បានតាំងចិត្តថាគាត់នឹងឡើងចំណុចទៅអ្វីដែលក្តីរំពឹងរបស់គាត់គឺគាត់សម្រេចថានឹងឡើងឲ្យបានមិនមែននិយាយថាអស់ពីសមត្ថភាពឬក៏អស់ពីកម្លាំងកាយចិត្តទេប៉ុន្តែគាត់ព្យាយាមបើទោះបីជួបឧបសគ្គអីក៏ដោយអញ្ចឹងនៅក្នុងនេះអ្នកនិពន្ធថាបើទោះបីជាការចង់បានទ្រព្យសម្បត្តិពាក់ព័ន្ធនឹងការងារក្តីឬក៏ចង់ធ្វើអីផ្សេងក៏ដោយគឺយើងត្រូវមានការតាំងចិត្តខ្ពស់ហើយក៏ព្យាយាមជំនះនៅអ្វីដែលជាឧបសគ្គកំឡុងពេលដែលយើងចង់បានសម្រេចគោលដៅអីមួយ